ជំរាបសួរបាទជំរាបសួរអូនឈ្មោះអីដែរខ្ញុំឈ្មោះញ៉ាំស្រីលៀបបងបាទហើយសប្តាហ៍ថ្ងៃសិក្សានៅថ្នាក់ទី12ណាបាទហើយសូមគោរពនឹងជំរាបសួរទៅកាន់ទាំងអស់គ្នាផងដែរថ្ងៃនេះក្រុមការងាររបស់សាកលវិទ្យាល័យ South East Asia និងបណ្ណាល័យអាមេរិកបានមកកាន់វិទ្យាល័យបន្ទាយស្រីស្ថិតនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបហើយថ្ងៃនេះយើងក៏មានកម្មវិធីមួយដែលមានឈ្មោះថា High School Gathering ដែលយើងមកជួបជាមួយនឹងបងប្អូនដែលកំពុងតែសិក្សាថ្នាក់ទី12នៅក្នុងវិទ្យាល័យបន្ទាយស្រីឥឡូវនេះយើងជួបជាមួយនឹងស្រីលៀបបាទស្រីលៀបមានអារម្មណ៍យ៉ាងម៉េចដែរក្រោយពេលដែលស្រីលៀបបានចូលរួមនៅក្នុងកម្មវិធី High School Gathering ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ South East Asia និងបណ្ណាល័យអាមេរិកខេត្តសៀមរាបបាទសម្រាប់ខ្ញុំផងដែរក្នុងថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនដែលបានចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះដោយសារតែខ្ញុំទទួលបានបទពិសោធន៍ជាច្រើនដែលបងក៏បានចែករំលែកទាំងមុខជំនាញដែលបានរៀនទាំងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនិងមុខជំនាញជាច្រើនទៀតដែលពួកគាត់បានចែករំលែកដល់ខ្ញុំធ្វើឲ្យខ្ញុំអាចទទួលបានអ្វីដែលជាបំផុសគំនិតរបស់ខ្ញុំក្នុងការរៀនជំនាញដែលខ្ញុំចង់សិក្សានៅពេលដែលខ្ញុំបញ្ចប់ថ្នាក់ទី12ផងដែរបងបាទអរគុណសិលៀបណាហើយប៉ិនចង់ដឹងមួយទៀតថាតើសិលៀបនឹងចូលរួមយ៉ាងម៉េចឬក៏ចែករំលែកយ៉ាងម៉េចនៅពេលដែលអ្វីដែលសិលៀបទទួលបានទៅកាន់មិត្តភ័ក្តិរបស់យើងដែលត្រៀមនឹងប្រឡងដែរហើយនឹងត្រៀមជ្រើសរើសជំនាញសិក្សាដែរសម្រាប់ខ្ញុំចង់ចែករំលែកទៅដល់មិត្តភ័ក្តិដែលពួកគាត់ចិត្តនឹងប្រឡងបញ្ចប់ឲ្យពួកគាត់ជ្រើសរើសជំនាញឬក៏បើសិនជាពួកគាត់មិនទាន់ដឹងពីមុខជំនាញដែលពួកគាត់ចង់រៀនទេពួកគាត់អាចសាកសួរទៅតាមសាកលវិទ្យាល័យដែលពួកគាត់ចង់សិក្សាបានដែរហើយនៅក្នុងការប្រឡងបញ្ចប់ទី12នៅថ្ងៃខាងមុខនេះ18សីហាខ្ញុំពិតជាចង់ជូនពរទៅដល់មិត្តភ័ក្តិទាំងអស់គ្នាឲ្យពួកគាត់ទទួលបាននិទ្ទេសល្អនិងប្រឡងចប់គ្រប់គ្នាសូមអរគុណ